ព័ត៌មាននេះយ៉ាងហោចណាស់គ្រប់ដណ្ដប់មនុស្ស3លានអ្នកនៅហុងកុងក្រុមហ៊ុនទូកេតមនីកំពុងស៊ើបអង្កេតនៅនេះមករៀបចំផែនការឆ្លើយតបឲ្យនៅត្រៀមខ្លួនហើយលោកគិតយ៉ាងម៉េចដែរលោកលីនបើទ្វារសម្រាប់ធ្វើអាជីវកម្មធ្វើជាភ្ញៀវវិញប៉ូលីសមកស្អែកនេះចាំមើលខ្ញុំសម្ដែងទៅរងចាំរហូតដល់គេហទំព័រមានអ៊ីនធឺណិតពួកយើងបែងចែកជាពីរក្រុមដែលទទួលខុសត្រូវចំពោះការវាយប្រហារលើគេហទំព័រ DDoS មួយផ្នែកទៀតស្វែងរកការផ្ទុះឡងពួកគេលឿនប៉ុណ្ណាដែរទៅគឺលឿនណាស់ជឿខ្ញុំទៅកន្លះម៉ោងនៅពេលដែលរំពឹងទុកច្រើនគឺបានមកដល់ហើយបន្ទប់ផ្សាយផ្ទាល់តាមអ៊ីនធឺណិតរបស់គេនៅអាស៊ីដែលមិនធ្លាប់មានពីមុនមកប្រវត្តិសាស្ត្រសាក្សីជានឹងចាប់ផ្ដើមលក់វិញនៅពេលដែលមានមនុស្ស30លាននាក់ផលិតផលដំបូងនៅលើធ្វើរំភើបចិត្តអស្ចារ្យដោយប្រើពីប្រទេសដើមដោយថោកជាការទិញទៅទៀតបើចុះតម្លៃ20ទៅ30%សេវាមកដល់ហើយ4 3 2 1ឥឡូវនេះតាមអ៊ីនធឺណិតចាប់ផ្ដើមហើយមានប៉ូលីសមើលអ្នកសម្លាញ់ទៅជាការវិប្រាំផ្លូវចិត្តនិងសមត្ថភាពកម្មបណ្ដាញពលជាគឺដូចជាផ្ទាំងមួយទ្វារខាងមុខត្រូវបានការពារដោយជញ្ជាំងភ្លើងប៉ូលីសបានធ្វើរឿងជាច្រើនដើម្បីរារាំងអាពួកមិនឲ្យយើងធ្វើអាជីវកម្មព្រោះតែចង់ធ្វើជំនួសល្ងងរកមើលទ្វារខាងក្រោយអាចចូលទៅតើពួកយើងអាចចម្លាក់ពួកគេបានដល់របៀបណាទៅខ្ញុំក៏បានដាក់អ្នកបំរើខ្លាំងៗនៅច្រកទ្វារខាងក្រោយអន្តររ៉ាទ័រទឹកខ្មុំដូចជាទឹកខ្មុំសម្រាប់ដាក់អន្តរសាលាល្បាំងឯកសារបានការច្រើនខ្លាំងណាស់ពួកយើងប្រហែលជាចំណាយពេលប៉ុណ្ណា10នាទីបាទលោកអប៊ីតនត្រូវលោកបានយ៉ាងឆាប់រហ័សពួកយើងសម្រាប់ចិត្តឡើងមុនដាក់លោកពីតោទៀត5 4 3 2 1គ្រីស្ទីនវិជ្ជមានផ្ដល់រង្វាន់ឲ្យពួកគេភ្លាមទៅទទួលបាន